ស្វែងយល់ពីប្រជាជនវៀតណាមប្រជាជនវៀតណាមមានលក្ខណៈសម្បត្តិនិងចំណុចខ្លាំងលេចធ្លោជាច្រើនដែលបានជួយជំរុញឲ្យប្រទេសរបស់ពួកគេមានការអភិវឌ្ឍយ៉ាងលឿននិងដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ខាងក្រោមនេះជាចំណុចខ្លាំងរបស់ពលរដ្ឋវៀតណាម 1. ភាពខំប្រឹងប្រែងនិងភាពអំណត់ប្រជាជនវៀតណាមត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាមនុស្សដែលឧស្សាហ៍ព្យាយាមធ្វើការធ្ងន់និងមិនងាយបោះបង់ជាការពិតឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់នៃសង្គ្រាមនិងការលំបាកពួកគេបានបង្កើតនូវស្មារតីអត់ធ្មត់ខ្ជាប់ខ្ជួននិងសមត្ថភាពក្នុងការជំនះរាល់ឧបសគ្គដើម្បីកសាងជីវភាពឡើងវិញ 2. ឲ្យតម្លៃខ្ពស់លើការអប់រំគ្រួសារវៀតណាមភាគច្រើនផ្ដល់អាទិភាពខ្ពស់បំផុតលើការរៀនសូត្ររបស់កូនសិស្សនិស្សិតវៀតណាមតែងតែទទួលបានចំណាត់ថ្នាក់ខ្ពស់នៅក្នុងការប្រឡងកម្រិតអន្តរជាតិដូចជាការប្រឡង PISA ឬក៏ដូចជាការប្រឡងវិទ្យាសាស្ត្រអូឡ িম্প ិកពួកគេមានភាពវៃឆ្លាតចូលចិត្តស្រាវជ្រាវនិងពូកែខាងផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យាជាដើម 3. ភាពរហ័សរហួននិងការបត់បែនតាមកលៈទេសៈពលរដ្ឋវៀតណាមជាពិសេសស្រទាប់យុវជនមានភាពបត់បែនខ្ពស់និងរៀនសូត្រអ្វីថ្មីបានលឿនពួកគេងាយសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរសេដ្ឋកិច្ចសកលនិងបច្ចេកវិទ្យាថ្មីដែលធ្វើឲ្យប្រទេសនេះក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យានិងការវិនិយោគដ៏ទាក់ទាញមួយនៅអាស៊ីអាគ្នេយ៍ 4. ស្មារតីសហគ្រិនភាពនិងការធ្វើអាជីវកម្មប្រជាជនវៀតណាមមានដួងព្រលឹងជាអ្នកជំនួញតាំងពីដើមមកចាប់តាំងពីអាជីវកម្មខ្នាតតូចតាមដងផ្លូវរហូតដល់ក្រុមហ៊ុនបច្ចេកវិទ្យាបង្កើតថ្មីពួកគេមានភាពសកម្មហ្មត់ចត់និងពូកែរកឱកាសបង្កើតប្រាក់ចំណូល 5. ស្មារតីសាមគ្គីភាពនិងស្នេហាជាតិខ្ពស់នៅពេលមានវិបត្តិឬការប្រកួតប្រជែងជាលក្ខណៈជាតិដូចជាការទប់ស្កាត់ជំងឺរាតត្បាតឬព្រឹត្តិការណ៍កីឡាផ្សេងប្រជាជនវៀតណាមបង្ហាញនូវសាមគ្គីភាពនិងការរួបរวมកម្លាំងគ្នាយ៉ាងខ្លាំងក្លាសមារតីស្នេហាជាតិនិងមោទនភាពដ៏ខ្ពស់នេះជាកម្លាំងចលករជួយឲ្យប្រទេសនេះឆ្ពោះទៅរកភាពអភិវឌ្ឍបើនិយាយពីកម្លាំងទ័ពវិញនេះគឺជាចំណុចខ្លាំងដ៏លេចធ្លោបំផុតមួយរបស់វៀតណាមដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាកងទ័ពដ៏ខ្លាំងពូកែនិងមានបទពិសោធន៍ជើងចាស់បំផុតមួយនៅទ្វីបអាស៊ីចំណុចខ្លាំងសំខាន់នៃកម្លាំងទ័ពវៀតណាមរួមមាន 1. ចំនួនកម្លាំងមនុស្សដ៏ធំធេងមានដូចជាទ័ពសកម្មវៀតណាមមានកងទ័ពសកម្មប្រមាណជាង 470,000 នាក់ដែលជាចំនួនដ៏ច្រើនមួយនៅក្នុងតំបន់អាស៊ានទ័ពបំរុងអ្វីដែលជាកម្លាំងបង្គាប់ដ៏គួរឲ្យខ្លាចនោះគឺកម្លាំងទ័ពបំរុងនិងសហគមន៍ស្វ័យការពារដែលមានចំនួនរហូតដល់ទៅជិត 5 លាននាក់ដោយសារតែវៀតណាមមានច្បាប់កាតព្វកិច្ចយោធាសម្រាប់យុវជនធ្វើឲ្យពួកគេមានប្រជាជនដែលចេះប្រើប្រាស់អាវុធនិងមានមូលដ្ឋានយោធាជាច្រើនលើសលប់នៅក្នុងប្រទេស 2. បទពិសោធន៍ប្រយុទ្ធនិងយុទ្ធសាស្ត្រសង្គ្រាមប្រវត្តិសាស្ត្របានបង្ហាញថាកងទ័ពវៀតណាមមានបទពិសោធន៍ជោគជាំក្នុងការធ្វើសង្គ្រាមធំជាស្ដែងធ្លាប់បានយកឈ្នះលើមហាអំណាចបារាំងនិងសហរដ្ឋអាមេរិកពួកគេមានជំនាញខ្លាំងខាងយុទ្ធសាស្ត្រសង្គ្រាមទ័ពព្រៃការវាយឆ្មក់និងការប្រើប្រាស់ភូមិសាស្ត្រព្រៃភ្នំឬល្អាងភ្នំឲ្យคล้ายជាអន្ទាយការពារបច្ចុប្បន្នយុទ្ធសាស្ត្រទាំងនេះត្រូវបានអភិវឌ្ឍទៅជាយុទ្ធសាស្ត្រការពារជាតិបែបទំនើប 3. ការធ្វើទំនើបកម្មយោធាក្នុងរយៈពេលប្រមាណទសវត្សរ៍ចុងក្រោយនេះវៀតណាមបានចំណាយថវិកាយ៉ាងច្រើនដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួនដូចជាកងទ័ពជើងទឹកមានកងនាវាមុជទឹកទំនើបទិញពីរុស្ស៊ីនាវាចម្បាំងការពារកោះនិងប្រព័ន្ធមីស៊ីលការពារឆ្នេរដ៏មានឥទ្ធិពលដើម្បីការពារដែនសមុទ្រទ័ពអាកាសបំពាក់ដោយយន្តហោះចម្បាំងទំនើបដូចជា Su-30 MK2 ដែលមានសមត្ថភាពវាយប្រហារខ្ពស់ប្រព័ន្ធការពារអាកាសមានប្រព័ន្ធមីស៊ីលការពារអាកាសកម្រិតខ្ពស់ដូចជា S-300 ដែលអាចការពារដែនអាកាសបានយ៉ាងមានប្រសិទ្ធភាព 4. សមត្ថភាពផលិតអាវុធដោយខ្លួនឯងវៀតណាមមិនត្រឹមតែទិញអាវុធពីបរទេសជាពិសេសពីរុស្ស៊ីនិងបណ្ដាប្រទេសអឺរ៉ុប
អាមេរិកមួយចំនួននោះទេប៉ុន្តែឧស្សាហកម្មការពារជាតិរបស់ពួកគេមានសមត្ថភាពខ្ពស់ក្នុងការផលិតកែច្នៃនិងដំឡើងអាវុធដោយខ្លួនឯងរាប់ចាប់តាំងពីកាំភ្លើងវាយប្រហារគ្រាប់រំសេវឧបករណ៍បច្ចេកវិទ្យាយោធារហូតដល់ដ្រូនយោធាផងដែរ 5. វិន័យខ្ពស់និងស្មារតីជាតិនិយមកងទ័ពប្រជាជនវៀតណាមត្រូវបានបណ្ដុះបណ្ដាលឲ្យមានវិន័យតឹងរ៉ឹងបំផុតនិងមានភក្តីភាពខ្ពស់ចំពោះបកនិងរដ្ឋស្មារតីប្រយុទ្ធការពារទឹកដីនិងមោទនភាពជាតិដ៏ខ្លាំងក្លាគឺជាកត្តាផ្លូវចិត្តដ៏សំខាន់ដែលធ្វើឲ្យកងទ័ពរបស់ពួកគេមានកម្លាំងចិត្តខ្លាំងក្លានិងមិនងាយចុះចាញ់នៅក្នុងសមរភូមិសរុបមកកម្លាំងទ័ពវៀតណាមត្រូវបានគេវាយតម្លៃថាជាដំរីសាមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងផ្នែកបរិមាណមនុស្សនិងសមត្ថភាពការពារជាតិ